ល្ងាចនេះហើយខ្ញុំមកស្លមកជូរគ្រឿងសាច់គោហាន់ញ៉ាំយូរចឹងនិយាយពីថារសជាតិឆ្ងាញ់មែនតើក្មេងម៉ែក្មេងខ្ញុំញ៉ាំហើយក៏សារថាឆ្ងាញ់ដែរអ្វីដែលសំខាន់នឹងមកជូរគ្រឿងយើងញ៉ាំចោះបាយសាហាវគ្រួសារខ្ញុំថាងើបតែដួសបាយបន្ថែមមកមានណាមួយឆ្នាំងនឹងអស់លីងខ្ញុំមានអាសាច់គោយារបស់គេនឹងចំនួន1គីឡូទិញដាក់ក្នុងទូទឹកកកនឹងយូរហើយតែចេះតែអត់បានធ្វើដោយសារអត់មានគ្រឿងតែថ្ងៃនេះគឺមានគ្រប់នេះមានតាំងពីគល់លក្ខីម្ដេចហើយនឹងស្លឹកក្រូចសើចគ្រឿងលើកនេះខ្ញុំធ្វើឲ្យរៀងច្រើនតិចដើម្បីដាក់ក្នុងទូទឹកកកទៅពេលយើងត្រូវការពេលណាគឺមានពេលហ្នឹងខ្ញុំយកគល់លក្ខីហ្នឹងមកហាន់ឲ្យស្ដើងម្ដេចហ្នឹងក៏ហាន់ឲ្យរៀងស្ដើងដែរតែវាហឹងពេកយកបងប្អូនឲ្យវាកន្លាច់ត្រូវដៃឲ្យឡើងអាយ៉ាមួយរយៈហ្នឹងដូចរៀងដាច់ដៃញឹកតែអត់ដៃហ្នឹងបិទបងហើយគឺយើងអាចធ្វើការធម្មតាវិញខ្ញុំយកស្លឹកក្រូចសើចហ្នឹងបេះអាកណ្ដុងវាចេញហើយយកវាទៅហាន់គ្រឿងបុកខ្ញុំមានខ្ទឹមសគល់លក្ខីស្លឹកក្រូចសើចហើយនឹងម្ដេចអត់បានបុកទេយកតែកិនវាលឿនណាថ្ងៃនេះក៏ចង់សាកម៉ាស៊ីនថ្មីដែរមើលទៅវាកិនបានល្អអត់ខ្ញុំចង់បែបស្ងួតទៅកិនអត់ដាក់ទឹកតែកិនយូរទៅមើលទៅដូចអត់ម៉ត់សោះហើយល្មៀតវិញខ្ញុំប្រើជាម្សៅល្មៀតណាក្បត់នេះមើលទៅកិនអត់ម៉ត់ទេខ្ញុំក៏ដូរដាក់ក្លោដូចម៉ាស៊ីនក្លុកនេះយកមកក្លុកវិញម្ដងតែកំប៉ុងមុននឹងឲ្យពេលដែលខ្ញុំចាក់ម្សៅល្មៀតទៅវាជ័របងប្អូនណាឡើងលឿងអូនិយាយទៅលឿងយ៉ាងម៉េចក៏អត់ជ្រះដែរតែពេលដូរដាក់ក្លោនេះតយើងថែមទឹកបានវាកិនកើតអត់ថែមទឹកវិញកិនអត់ទៅមុខទេខ្ញុំចង់បានម៉ាស៊ីនកិនទៅវាស្ងួតហ្មងតែរកអត់ទាន់បានសោះតកិនថែមទឹកចឹងបានវាម៉ត់កិនហើយខ្ញុំទុកវាម្ដុំសិនយើងមកមើលតែឆ្អើខ្ញុំយកមកត្រាំទឹកបងប្អូនឥឡូវវាបានហិចហើយខ្ញុំលាងទឹកវាបានស្អាតហើយយកវាទៅច្រាមខាងនេះវិញគឺជាប្រហុកសាច់ខ្ញុំចាប់វាមកចង្កឹះកន្លះយកវាមកច្រាមឲ្យម៉ត់សាច់គោយើងនេះក៏លាយទឹកកកដែរខ្ញុំហាន់វាជាដុំទូចបានល្មមញ៉ាំសាច់យើងក៏ហាន់ហើយម្ទេសឆ្អើរប្រហុកក៏ច្រាមហើយគ្រឿងយើងក៏ក្លុកហើយឥឡូវយើងមកចាប់ផ្ដើមស្លដំបូងខ្ញុំចាក់ខ្លាញ់ទៅបានល្មមហើយដាក់ម្ទេសឆ្អើរយើងចូលកូរឲ្យវាឡើងឈ្ងុយចាំដាក់ប្រហុកយើងកូររៀងឈ្ងុយដែរបានដាក់គ្រឿងសម្រាប់គ្រឿងនេះខ្ញុំដាក់ចំនួន3ស្ពាយបាយកូរឡើងឈ្ងុយរៀងដាច់ទឹកបន្តិចទៅខ្ញុំក៏បានដាក់សាច់គោយើងចូលកូរច្បល់ឲ្យវាដាច់ទឹកប្រៃនឹងហើយចាំយើងដាក់គ្រឿងទឹកថៃអំបិលស្ករម្សៅស៊ុបស្លលើកនេះអត់លកទឹកទេយករសជាតិរៀងដិតតិចកូរច្បល់ឲ្យបានសព្វហើយខ្ញុំបន្ថែមទឹកដាក់ងាស់វារយៈពេល1ម៉ោងដើម្បីឲ្យសាច់យើងផុយហើយនេះ1ម៉ោងក្រោយមកសាច់យើងក៏បានផុយហើយខ្ញុំក៏បានដាក់អំពិលទុំមួយកូនដុំពេលឆុំផ្ដើហ្នឹងខ្ញុំភ្លក់ផ្ដើមើលថាជូរมันល្មមខ្ញុំត្រូវចិត្តហើយខ្ញុំស្រង់វាឡើងហើយដាក់តកួនយើងចូលតកួននេះមើលច្រើនប៉ុន្តែពេលដែលយើងកូរឲ្យវារៀងសោះវាថោបចោះទៅគឺมันល្មមហ្មងហើយខ្ញុំដាក់ខ្ទិះដូងហ្នឹងមួយកូនចានចង្កឹះទុកឲ្យតែមកពុះទៅស្លយើងគឺឆ្អិនរួចរាល់ហើយក្លិនគេវិញនិយាយពីថាឡើងឈ្ងុយមែនតែនថ្ងៃនេះក៏មានឆាអាណងមួយមុខទៀតដែរហូបឆ្អិនហ្នឹងខ្ញុំក៏បានលើកដាក់លើតុដើម្បីញ៉ាំបាយជុំគ្នាក្មេងខ្ញុំនេះគាត់ដួសភ្លក់មុនគេបន្ទាប់មកគ្រួសារខ្ញុំគាត់ដួសហើយគាត់នឹកឃើញគាត់នៅខ្មែរនិយាយទៅម៉ាក់ខ្ញុំអាសាធ្វើស្លម្ជូរតកួនហ្នឹងឲ្យគាត់ហូបស្លលើកនេះហ្នឹងរសជាតិរៀងដាច់ខ្ញុំគិតថាពួកគាត់ហូបអត់កើតែម៉ែក្មេងខ្ញុំថាអត់អីទេគឺឆ្ងាញ់សាច់វិញឡើងផុយគ្រួសារខ្ញុំថាទឹកស្លហ្នឹងយកមកសុបមួយបាយកាន់តែឆ្ងាញ់ហើយខ្ញុំនេះហ្នឹងអ្នកភ្លក់ចុងក្រោយគេម្ជូរគ្រឿងយើងជូរជ្រះឆ្ងាញ់មែនតែនធ្វើរសជាតិរៀងដិតចឹងសុបមួយបាយគឺឆ្ងាញ់ហ្មងហើយញ៉ាំចោះបាយម្នាក់ថែមឡើង2 3ចានណោះម៉ែក្មេងខ្ញុំថ្ងៃហ្នឹងហូបបាយ2ចានភាសាស្លម្ជូរគ្រឿងរបស់ខ្ញុំតាមធម្មតាគាត់បាយតិចទេគាត់ថែរៀងគាត់ណាស់តែថ្ងៃនេះប្លែកមាត់តែនិយាយពីថាបាយមួយឆ្នាំហ្នឹងឡើងអស់អាលីងម្នាក់រៀងស្ទើបាយហើយស្លវិញនៅសល់និយាយទៅអស់បាយណាមួយខ្ញុំស្លឲ្យរសជាតិរៀងដិតផងញ៉ាំលេងគឺអត់កើតទេតញ៉ាំមួយបាយបានហើយនៅឆាហ្នឹងឆារៀងសាបចឹងហើយអាចញ៉ាំលេងបានលើកទី1ផ្ទះខ្ញុំស្ទើបាយមានអីទេមានតែដាក់ក្នុងទូទឹកកកស្អែកចាំហូបទៀតហើយនេះគ្រឿងបុកដែលខ្ញុំកិនហើយនៅសល់មកហ្នឹងខ្ញុំចាក់ដាក់ថង់ដាក់កន្លែងកកទៅពេលដែលយើងត្រូវការស្លគឺមាននៅក្នុងទូទឹកកកស្រាប់